សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូទាក់ទងជាមួយនឹងសាច់កកមានបងប្អូនគាត់សួរច្រើនថាតើការប្រកបសាច់ហ្នឹងវាធ្វើឲ្យខូចអាហារូបត្ថម្ភអត់ចម្លើយគឺអត់ទេការប្រកបសាច់ធ្វើឲ្យអាហារូបត្ថម្ភក៏ដូចជាសារធាតុចិញ្ចឹមនៅក្នុងសាច់គឺវារក្សាទុកមិនដែរដោយសារតែសារធាតុគីមីនៅក្នុងសាច់មានដូចជាពួកប្រូតេអ៊ីនដូចជាពួកសាច់ពួកលីពីតពួកខ្លាញ់ជាមួយនឹងសារធាតុរ៉ែដែលមានដូចជាពួកដែកស័ង្កសីមួយវីតាមីន B2 អីហ្នឹងគឺវាអត់អាចខូចឬក៏បំផ្លាញដោយសារតែសីតុណ្ហភាពត្រជាក់អីអញ្ចឹងហើយមួយវិញទៀតវាអត់ខូចសារធាតុចិញ្ចឹមហ្នឹងដោយសារតែហើយមូលហេតុដែលធ្វើឲ្យគុណភាពសាច់នៅកន្លែងហ្នឹងគឺនៅពេលដែលសីតុណ្ហភាពត្រជាក់វាធ្វើឲ្យប្រតិកម្មគីមីក៏ដូចជាបាក់តេរីគឺវាប្រឈប់ការលូតលាស់អញ្ចឹងនៅពេលដែលបាក់តេរីអត់មានការលូតលាស់ទេបែរថាវាអត់អាចទៅធ្វើមេតាបូលីកឬក៏ទៅបង្កទៅជាប្រតិកម្មគីមីដើម្បីទៅបំផ្លាញនៅគុណភាពសាច់ហ្នឹងឬក៏បំផ្លាញនៅទូសារធាតុវីតាមីនក៏ដូចជាសារធាតុរ៉ែនៅក្នុងសាច់ហ្នឹងដែរតែអីដែលយើងគួរតែកត់សម្គាល់ហ្នឹងគឺនៅពេលដែលយើងប្រកបសាច់យូរពេកវាធ្វើឲ្យរសជាតិរបស់សាច់របស់យើងហ្នឹងគឺវាធ្លាក់ចុះហើយដោយសារអីដោយសារតែនៅពេលដែលយើងប្រកបអាជាតិទឹកនៅក្នុងសាច់ហ្នឹងវានឹងកកខ្លះជាគ្រីស្តាល់ហើយគ្រីស្តាល់ហ្នឹងវានឹងធ្វើឲ្យរនាំងឬក៏ភ្នៀងរបស់សាច់របស់ហ្នឹងវាអាចខូចខាតអញ្ចឹងនៅពេលដែលយើងញ៉ាំទៅវាអាចពុះឬក៏វាអាចធ្វើឲ្យសាច់ហ្នឹងវាអត់សូវឆ្ងាញ់ដូចសាច់ស្រស់ទេហើយមួយវិញទៀតនៅពេលដែលយើងវេចខ្ចប់ក្នុងការប្រកបសាច់ហ្នឹងអត់បានល្អវាធ្វើឲ្យសាច់ហ្នឹងវាខ្លាយទៅជាគេហៅ freezing burn ហ្នឹងបានន័យថាធ្វើឲ្យអាផ្ទាំងភ្នែកផ្នែកខាងលើនៃសាច់ហ្នឹងវាឡើងដូចជាឡើងកម្ៅឬក៏ក្រៀមស្វិតឬក៏ស្ងួតសពូនដូចសាច់អត់ស្រស់អញ្ចឹងណាដូចរបៀបយើងទៅផ្សារយើងទៅសាច់ដែលយើងមើលឃើញថាវាទុកវាសល់យូរអញ្ចឹងណាដូច្នេះហើយបើសិនជាយើងទិញសាច់មកម្ដុំធំអញ្ចឹងយើងគួរតែវាជាបំណែកដែលយើងគិតថាតើក្នុងពេលហ្នឹងយើងធ្វើសាច់ហ្នឹងអត់ប្រហែលអញ្ចឹងយើងយកតែម្ដុំហ្នឹងអញ្ចឹងទៅដើម្បីរំលាយវាដើម្បីធ្វើម្ហូបប៉ុណ្ណឹងទៅយើងកុំយកអាម្ដុំដែលធំទៅប្រកបទាំងអស់ហើយបានយកមកកាត់ហើយទុកឲ្យវាលាយចំហវាលាយចឹងអាផ្នែកផ្សេងទៀតវាអាចក៏ថយចុះសីតុណ្ហភាពច្រើនក៏ធ្វើឲ្យខូចគុណភាពសាច់ដែរហើយលើសពីនោះទៅទៀតគឺនៅពេលដែលយើងទុកសាច់ប្រកបយូរអាសារធាតុវីតាមីនខ្លះដែលខូចខាតដោយសារតែពេលដែលយើងរំលាយសាច់ហ្នឹងឬក៏ខូចខាតដោយសារតែកម្ដៅខ្លះដែលនៅខាងក្រៅហ្នឹងប៉ុន្តែក៏វាអត់ខូចច្រើនដែរគ្រាន់ថាអានេះខ្ញុំនិយាយពីមូលហេតុខ្លះឬក៏និយាយពីរបស់ខ្លះដែលអាចបាត់បង់ក៏របស់ខ្លះដែលនៅសរុបជាសេចក្តីមកគឺសាច់ប្រកបគឺវាអត់ធ្វើឲ្យខូចគុណភាពសាច់ទេប៉ុន្តែវាអាចធ្វើឲ្យធ្លាក់ចុះនៃគុណភាពរសជាតិចឹងបាច់បារម្ភទេប្រកបសាច់ប៉ុន្តែកុំប្រកបយូរពេក